ยูซูยมบัดชมกงซอกជាកសិករនៅភូមិតសែងជើងឃុំណាក់សេស្រុកសង្គមថ្មីខេត្តព្រះវិហារបាទសូមជម្រាបសួរខ្ញុំបាទឈ្មោះពុតគង់ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិតសែងឃុំប្រណាក់សេស្រុកសង្គមថ្មីខេត្តព្រះវិហារបាទហើយនេះជាស្រូវលើកទី1ហើយដែលខ្ញុំបានយកស្រូវនេះមកប្រើប្រាស់បានមកបង្កប់កើតផលដោយសារតែខ្ញុំឃើញថាស្រូវនេះគឺជាស្រូវសរីរាង្គមួយដែលល្អហើយសម្រាប់ខ្ញុំតែបានខ្ញុំចាប់អារម្មណ៍យកមកដាំដុះហើយគឺនៅក្នុងឆ្នាំ2025យើងនេះបាទស្រូវនេះហើយដោយសារតែស្រូវនេះគឺខាងសហគមន៍កសិកម្មគាត់នឹងឲ្យតម្លៃខ្ពស់បានខ្ញុំចាប់អារម្មណ៍យកស្រូវនេះមកប្រើប្រាស់តែអនុញ្ញាតគ្រប់ជំរាបសួរបាទខ្ញុំឈ្មោះសឹងរឿងជាមន្ត្រីបច្ចេកទេសកសិកម្មឃុំប្រចាំនៅឃុំរណាក់សេដែលឃុំរណាក់សេគឺស្ថិតនៅក្នុងស្រុកសង្គមថ្មីខេត្តព្រះវិហារហើយនៅខាងក្រោយខ្នងរបស់ខ្ញុំគឺជាប្រភេទស្រូវឡាយបារីឬមកគេអាចហៅមួយយ៉ាងទៀតថាប្រភេទស្រូវរំដួលខ្មៅហើយស្រូវនេះគឺជាប្រភេទស្រូវប្រកាន់រដូវបានន័យថាមួយឆ្នាំគឺយើងដាំដុះបានតែម្ដងគត់បាទយើងអាចដាំដុះនៅចន្លោះពីខែ5ខែ6ឬមកក៏ខែ7បាទហើយដោយឡែកស្រូវនេះគឺយើងប្រមូលផលគឺនៅសប្តាហ៍ទី3នៃខែ11បាទខែ11ហើយស្រូវនេះគឺជាស្រូវដែលដាំដុះដោយកសិករហើយការដាំដុះនេះគឺវាប្លែកពីបាទតំបន់ផ្សេងប្លែកយ៉ាងម៉េចគឺដោយសារតែស្រូវនេះគឺគាត់ដាំដុះតាមលក្ខណៈគោលការណ៍សរីរាង្គបាទគោលការណ៍សរីរាង្គមានន័យថាអត់ប្រើប្រាស់ធាតុចូលដូចជាថ្នាំឬមកជីគីមីក៏ប្រើប្រាស់ដែរអញ្ចឹងគឺមានន័យថាគាត់ដាំដុះគឺអត់មានប្រើប្រាស់ធាតុចូលដែលមានសារធាតុគីមីទេខេត្តព្រះវិហារត្រូវបានចាត់ទុកថាជាខេត្តដែលមានសក្តានុពលនៅក្នុងការផលិតស្រូវសរីរាង្គឧត្តមរាយបានសហការជាមួយនឹងប្រជាកសិករនិងសហគមន៍កសិកម្មក្នុងការផលិតស្រូវសរីរាង្គតាំងពីឆ្នាំ2015មកម្លេះហើយពេលបច្ចុប្បន្ននេះឧត្តមរាយបានផ្គត់ផ្គង់និងចែកចាយអង្ករសរីរាង្គនៅទូទាំងប្រទេសជាណាចក្រកម្ពុជាឧត្តមរាយព្រមទាំងសមាជិកនៃសហគមន៍ផលិតស្រូវសរីរាង្គនៅក្នុងខេត្តព្រះវិហារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនដែលបានជឿជាក់និងគាំទ្ររហូតមក